អាហារពេលផឹកថ្ងៃនេះគឺបានឆាស្ពៃជូរជាមួយពងទាហើយនឹងត្រីនិយាយពីឆាពងទាជាមួយស្ពៃជូរនេះវិញបើថាឆាត្រូវវិញនិយាយពីថាឆ្ងាញ់ញ៉ាំជក់មាត់អស់បាយច្រើនអានេះសម្រាប់ចូលចិត្តដូចខ្ញុំណាតែម្នាក់គេមិនសូវចូលចិត្តខ្ញុំមិនដឹងដែរហើយបើបានឆាជាមួយសាច់ជ្រូក3ជាន់វិញអូរត់តែអែមហ្មងខ្ញុំផឹកនេះវិញគឺថាឆាឆិនឆៃមែនតើអត់មានបានរៀបចំព្រៀងអីយកមុនទេព្រៀងងើបមកនឹងក៏ដែរដោយសារឃើញត្រូវចំហុយនៅតិចពេកទៅពេលអញ្ចឹងខ្ញុំក៏ហៅឲ្យបន្ថែមទៅហើយណាមួយខ្ជិលជៀនពងជាក្លុកទៅដែរទៅញ៉ាំទៅទេនឹងក៏ថាវាអួលអាចចឹងហើយខ្ញុំក៏បើកទូទៅឃើញនៅសល់មិនស្ពៃជូរយាយគាត់ទិញយូរហើយ2-3ថង1000ហ្នឹងក៏ប្រមមកឆាអស់ម្ដងបើខ្លាំងវិញស្ដាយអសណោះជ្រុកនឹងនៅខ្លាញ់ក្រែដែរចម្រៀងអត់អស់ហ៎ដល់ពេលចង់ខ្ញុំដាក់ដងខ្ញុំទៅឆាស្ពៃជូរនេះខ្ញុំច្រាំខ្ទឹមហើយម្លឹងជាមួយនឹងខ្លាញ់ជ្រូកឲ្យវារៀងកណាត់ឡើងខ្លាញ់មកគឺបំបែកពងទាដាក់ចូលឆាពងទាឲ្យឆ្អិនហើយបានដាក់ស្ពៃជ្រូកឆាចូលតាមនិយាយទៅបើបានខ្ទះល្អឆាអត់ជាប់វិញពងទាយើងគឺថាឆ្អិនល្អតែសោះហ្មងនេះវារៀងដុំបន្តិចឯសាខ្លាញ់ជ្រូកវារៀងស្ទើរវាចំហៀវចេញមកអត់អស់ល្អខ្ញុំខ្ជិលថែមខ្លាញ់ស្ពៃដាក់ពងទាអីក្លុកចូលជាមួយគ្នាឆាឲ្យវារៀងស្ងួតល្មមទៅយើងភ្លក់មើលទៅកុំតន់អាចដាក់អីដោយសារខ្លាចវាប្រៃអីចឹងណាដល់យើងស្ទើរអីយើងដាក់នេះទៅតែភិកច្រើនខ្ញុំថែមតែស្ករហើយនឹងស្ពៃនេះញ៉ាំទៅពេលឆ្ងាញ់តែយកមកឆាគឺថាឡើងសាបហ្មងដល់ពេលអញ្ចឹងហើយគឺខ្ញុំត្រូវថែមអំបិលបន្តិចដែរថែមអំបិលហើយឆូតទឹកស្អៀវបន្តិចបានរៀងចាប់ដោយសារឥឡូវពពុះឈួរពពុះអីហ្នឹងគឺគេអត់សូវធ្វើប្រៃទេគេធ្វើយកមកមិនចាំប្រវត្តិយើងដាក់គ្រឿងអីទេគឺយើងញ៉ាំបានហ្មងស្ពៃជ្រូកពូនឹងញ៉ាំទៅទេឆ្ងាញ់មែនផ្ទាប់មួយត្រីអាំងត្រីអីយើងមិនប្រវត្តិដាក់គ្រឿងអីទេគឺញ៉ាំបានតែម្ដងគឺស្រួលមែនតែមួយឆាហើយពងទា3គ្រាប់បានឡើងមួយចានគោនិយាយថាអីអស់អញ្ចឹងអ្នកផ្ទះខ្ញុំគេមិនសូវប៉ិនធ្វើហូបទេហើយណាមួយក៏គេមិនសូវអ្នកហូបអីដែរខ្ញុំចេះតែកញ្ចុកកញ្ចិចទៅឲ្យមើលទៅវាឆ្កឹងឆ្កយពេកអញ្ចឹងណាហើយពេលនឹងបន្តគ្នាបានរៀបចំថតអីជាមួយបវរអីឲ្យវាស្អាតស្អំហើយពេលនេះវិញខ្ញុំជៀនដល់ពីមុនឆាស្ពៃជូរនឹងហើយហោជៀនអីហើយមិនរៀងខ្ទះម្សាបានយើងដាក់ឆាស្ពៃជូរនឹងតាមក្រោយចឹងខ្ញុំហុយអីគេនេះគឺថាល្មមដូចគ្នាអត់មានប្រវត្តិដាក់លាងទឹកលាងអីចាញ់ពីកាមមុនហ្នឹងប្រៃងើតហ្មង